ខ្ញុំទទួលបានសំណួរជាច្រើនពីតែជនហ្វតដែលមកយ៉ាងហ្នឹងគាត់សួរថាភាតើតោះមួយនឹងចុះ sport 2.0 3.0 ខុសគ្នាកន្លែងណាទៅសួស្តីថ្ងៃនេះនាងខ្ញុំភាសូមលើក5ចំណុចតើតោះជាមួយនឹងភាពខុសគ្នារវាង range of sport 2.0 ហើយជាមួយនឹង 3.0 ចំណុចទី1គឺតើតោះជាមួយនឹងទំហំម៉ាស៊ីន range of sport 2.0 4ម៉ាស៊ីនឬក៏4ស៊ីឡាំងផលិតកម្លាំងសេះបានរហូតដល់ 170 PS ហើយនឹងកម្លាំងរមួល405 Newton m ចំណែកឯម៉ាស៊ីន 3.0 លក្ខណៈ6ម៉ាស៊ីន V6 ផលិតកម្លាំងសេះបានរហូតដល់250 PS ជាមួយនឹងកម្លាំងរមួល600 Newton m ចាសម្រាប់ចំណុចទី2គឺតើតោះជាមួយនឹងប្រព័ន្ធ frame ចាសម្រាប់ម៉ាស៊ីន 3.0 គឺយើងប្រើ frame disk ទាំងមុខទាំងក្រោយហើយចំណែកម៉ាស៊ីន 2.0 វិញគឺយើងប្រើ frame disk ខាងមុខខាងក្រោយគឺជាលក្ខណៈ frame ត្រឡប់ចំណុចទី3តើតោះជាមួយនឹងប្រអប់លេខសម្រាប់ម៉ាស៊ីន 3.0 យើងប្រើប្រអប់លេខ e-sitter ដែល like ម៉ាស៊ីន 2.0 គឺយើងប្រើប្រអប់លេខចង្កឹះលេខធម្មតាសម្រាប់ចំណុចទី4គឺតើតោះជាមួយនឹងប្រព័ន្ធ Capita 4A គឺយើងមានបំពាក់ទៅលើម៉ាស៊ីន 3.0 សម្រាប់ 2.0 គឺយើងអត់មានទេចាសម្រាប់ចំណុចចុងក្រោយគឺតើតោះជាមួយនឹងតម្លៃសម្រាប់ម៉ាស៊ីន 3.0 តម្លៃ 48900 ហើយម៉ាស៊ីន 2.0 វិញតម្លៃ 44900 ចាបើសិនជាបងមានចង្អុលបន្ថែមតើតោះមួយ option land fort មួយណាឬក៏បងចង់ធ្វើការបើកបរសាកល្បងតេស្ត drive ផ្ទាល់អីបងអាចតើតោះមកនាងខ្ញុំតាមលេខទូរស័ព្ទខាងលើបានឬក៏ comment នៅខាងក្រោមនេះចាបាយបាយជួបគ្នាវីដេអូបន្ទាប់ទៀត